សូមស្វាគមន៍ចំពោះកម្មការមេរៀនបន្តទៀតសម្រាប់មេរៀននេះគឺយើងរៀនទាក់ទងជាមួយនឹងរបៀបនៃការ select ទៅលើ object នៅក្នុងកម្មវិធី Blender ចឹងសម្រាប់បងប្អូនដែលមិនទាន់បានជួយចុច Subscribe សូមជួយចុច Subscribe ក៏ដូចជាចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពីការចែករំលែកការប្រើប្រាស់កម្មវិធី Blender អូខេអញ្ចឹងនៅពេលដែលបងប្អូនធ្វើការបើកកម្មវិធី Blender មកគឺវាមានលក្ខណៈរបៀបនេះចឹងវាមាននៅក្នុងផ្ទាំង viewport របស់យើងទៅវាមាន object 3មានភ្លើងមានគួបហើយនឹងកាមេរ៉ាចឹងខ្ញុំធ្វើការ add object បន្ថែមមួយទៀតចឹងគឺខ្ញុំត្រូវចូលទៅ add ហើយខ្ញុំយកពាក្យថា mesh ហើយខ្ញុំយកពាក្យថា monkey ណាចឹងខ្ញុំមាន object មួយឥឡូវខ្ញុំធ្វើការ move object ចេញក្រៅសិនដោយប្រើទៅលើ move tool អូខេគឺយើងមើលចឹងនៅក្នុងផ្ទាំង viewport របស់យើងគឺមាន object ចំនួន4ដោយថែមជាមួយនឹង object ដែលខ្ញុំទើបតែប្រកាសអំបញ្ញមិញគឺក្បាលស្វាហ្នឹងដែលវាឈ្មោះថា Susan បងប្អូនមើលឈ្មោះរបស់វានេះ Susan អូខេនៅក្នុងការ select object នៅក្នុងកម្មវិធី Blender វាមានរបៀបច្រើនអញ្ចឹងរបៀបទី1ដែលគេនិយមប្រើនោះគឺគេគ្រាន់តែប្រើប្រាស់ទៅលើ mouse ខាងឆ្វេងហើយ click select ទៅលើ object ឧទាហរណ៍ខ្ញុំចង់ select ទៅលើក្បាលស្វាជាងខ្ញុំ move mouse ដាក់នៅពីលើក្បាលស្វាទៀតមកហើយ click ទៅលើ mouse ឆ្វេងចឹងយើងឃើញថាក្បាលស្វាត្រូវបាន select ដោយសារតែយើងឃើញពណ៌ទៅក្រួយពណ៌ជុំវិញអូខេខ្ញុំចង់ select ទៅលើអឺគួបជាងខ្ញុំគ្រាន់តែធ្វើការ click ទៅលើគួបហ្នឹងមកអូខេជាងឃើញពណ៌ទៅក្រួយពណ៌ជុំវិញទេក្រៅពីហ្នឹងគឺអត់មានទេដោយសារអីដោយសារតែ object ហ្នឹងអត់ត្រូវបាន select គឺយើង select តែគួបអូខេឥឡូវខ្ញុំចង់ធ្វើការ select ទៅលើភ្លើងចឹងខ្ញុំ click ទៅ light អូខេជាងឃើញឥឡូវខ្ញុំ activate ឡើងនេះមកកុំឲ្យឃើញអាហ្នឹង click វាមកដូចគ្នាដែរបងឃើញទេឬក៏យើង click ទៅលើ tool ណាមួយហើយ click ទៅលើ move tool ទៅដើម្បីឲ្យងាយស្រួលមើលបញ្ជាក់ថា object ត្រូវបាន select នេះឃើញទេអូខេមួយទៀតគឺយើងប្រើប្រាស់mouse ខាងឆ្វេងដែរ click ទាញរបៀបនេះទាញមកហើយបន្លែងទៅលើ object ដែលយើងចង់ select ហ្នឹងហើយយើងបន្លែងមកគឺវាត្រូវបាន select ឃើញអត់ object ត្រូវបាន select ឧទាហរណ៍នេះម្ដងខ្ញុំចង់ធ្វើការ select ទៅលើក្បាលស្វាអញ្ចឹងខ្ញុំ click ទាញរបៀបនេះហើយបន្លែងមកគឺវាត្រូវបាន select អូខេករណីមួយទៀតគឺយើងអាចធ្វើការ select ដោយប្រើប្រាស់ទៅលើ outliner នៅក្នុងផ្ទាំង outliner វាមានផ្ទុកនៅ object ទាំងអស់ដែលស្ថិតនៅក្នុងផ្ទាំង viewport របស់យើងចឹងវាមានដូចជាកាមេរ៉ាឃើញទេយើង click ទៅលើកាមេរ៉ាគឺកាមេរ៉ានោះត្រូវបាន select click ទៅលើគួបនោះត្រូវបាន select click ទៅលើ light ភ្លើងនោះត្រូវបាន select click ទៅលើ Susan ដែលជាឈ្មោះរបស់ក្បាលស្វាហ្នឹងគឺវាត្រូវបាន select អូខេករណីមួយទៀតគឺយើងអាចធ្វើការ select multiple object មានន័យថាយើង select object ច្រើនគឺយើង click select ទៅលើ object ទី1ចុច shift key ឲ្យជាប់នៅលើ keyboard ហើយ click ទៅលើ object ទី2ជាយើងឃើញ object ទី2ត្រូវបាន select គឺក្បាលស្វាបើសិនបើខ្ញុំនៅតែបន្តចុច shift key ខ្ញុំ click ទៅលើ line អញ្ចឹងភ្លើងនេះត្រូវបាន select ខ្ញុំ click ទៅលើកាមេរ៉ាជាខ្ញុំ click ទៅលើកាមេរ៉ាមកគឺកាមេរ៉ានោះត្រូវបាន select ដើម្បីធ្វើការដោះ select វិញគឺងាយស្រួលទេបងប្អូនគ្រាន់តែធ្វើការ click ទៅលើផ្ទៃចំណេញនៃផ្ទាំង viewport ហ្នឹងមកគឺវាធ្វើការដោះ select អូខេឥឡូវឧទាហរណ៍ខ្ញុំ select ទៅលើក្បាលស្វានេះចឹងខ្ញុំចង់ដោះ select វិញ click ខាងក្រៅមកវាដោះ select ឲ្យយើង click ទៅលើគួប click ខាងក្រៅមកគឺវាដោះ select ដើម្បីធ្វើការ select object ច្រើនគឺយើង click ទៅលើ object ទី1ចុច shift key click បន្តវាអូខេហើយបន្តមកទៀតគឺយើងដោះ select វិញគឺយើង double click ទៅលើដៃរបស់យើងគឺចុចទៅលើ shift key ជាប់មកយើង double click ទៅលើ object យើងចង់ធ្វើការដោះ select ព្រោះថាខ្ញុំចង់ដោះ select ទៅលើក្បាលស្វាអូខេជាយើង double click មកគឺវាដោះឲ្យយើងឥឡូវថាខ្ញុំចង់ដោះនេះគេ double click អញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូននឹងយល់អំពីរបៀបនៃការ select ទៅលើ multiple object នៅក្នុងនេះក៏អញ្ចឹងដែរយើង click វាមួយចុចទៅលើ shift key យើងឃើញអត់គឺវាបន្ត select ឲ្យយើងដោយសារដៃរបស់យើងគឺចុចទៅលើ shift key អូខេបន្តមកទៀតគឺតកតងជាមួយនឹងការ select ទាំងអស់ឬយើងហៅថា select all អញ្ចឹង select all បើសិនជាយើងមាន object ប៉ុណ្ណេះយើង click ទាញចេញមកបន្លែងមកគឺ object នឹងត្រូវបាន select ទាំងអស់ឬក៏មួយទៀតយើងប្រើប្រាស់ទៅលើ shortcut key គឺចុចទៅលើអក្សរ A ចុចលើអក្សរ A មកគឺ object នេះត្រូវបាន select ទាំងអស់អូខេដើម្បីធ្វើការដោះ select វិញគឺយើងអាចចុចទៅលើ Alt បូកជាមួយអក្សរ A មកគឺវាដោះ select ទាំងអស់យើងវិញយើងប្រើមធ្យោបាយមួយណាក៏បានតាមចិត្តរបស់យើងហើយងាយស្រួលសម្រាប់យើងមួយទៀតតកតងជាមួយនឹង invert select
invert select នោះឧទាហរណ៍ចាខ្ញុំ select លើ object មួយជា object ផ្សេងទៀតមានគួបមានភ្លើងមានកាមេរ៉ាអត់ត្រូវបាន select ទេអញ្ចឹងខ្ញុំចង់ធ្វើការ select invert select ហ្នឹងមានន័យថាវា select ប្រច្រាស់យើងមើល monkey head នេះត្រូវបាន select ប៉ុន្តែផ្សេងគឺអត់ត្រូវបាន select ទេឥឡូវខ្ញុំ invert select ខ្ញុំចុចទៅលើ control បនអក្សរ I ចឹងយើងឃើញគឺវាប្រច្រាស់មកវិញតែពេលណាយើងចុចវាភ្លាមគឺក្បាលស្វាត្រូវបានដោះ select ហើយ object ផ្សេងទៀតដែលស្ថិតនៅក្នុងផ្ទាំង viewport ត្រូវបាន select ហើយបើយើងពិនិត្យមើលនៅលើ viewport របស់យើងឥឡូវក្បាលស្វាអត់ត្រូវបាន select ទេ object ចំនួន3ផ្សេងទៀតត្រូវបាន select ឥឡូវខ្ញុំចុច control បូកជាមួយនឹងអក្សរ I អញ្ចឹងយើងឃើញគឺ object ផ្សេងទៀតត្រូវបានដោះ select ហើយវា invert មកក្បាលស្វាម្ដងអូខេមួយទៀតតកតងជាមួយនឹង active object គឺជា object ដែលយើង select ចុងក្រោយគេមានន័យថាគឺជា object ដែលយើងកំពុងស្ថិតនៅឥឡូវឧទាហរណ៍ថាខ្ញុំមាន object ប៉ុណ្ណឹងចុះខ្ញុំ click select ទៅលើវាមួយចុច shift key click ទៅលើក្បាលស្វាអញ្ចឹងយើងពិនិត្យមើល object ទាំងពីរនេះត្រូវបាន select ប៉ុន្តែ object នេះពណ៌វាខុសគេពណ៌វារាងពណ៌ទឹកក្រូចប៉ុន្តែភ្លឺអានេះពណ៌ទឹកក្រូចប៉ុន្តែចាស់មានន័យថាវាគឺជា active object គឺជា object ដែលយើងកំពុងតែស្ថិតនៅមានន័យថា select របស់យើងកំពុងស្ថិតនៅអញ្ចឹងយើងអាចសម្គាល់វាបានដោយយើងពិនិត្យមើលទៅលើពណ៌វាស្ថិតនៅក្នុងផ្ទាំង CD viewport របស់យើងអញ្ចឹងក៏បានឬក៏យើងចូលមកកន្លែងផ្ទាំង outliner នេះយើងមើលនេះពណ៌វាទឹកក្រូចជាងចាស់ទៅអានេះគឺពណ៌ទឹកក្រូចប៉ុន្តែរាងភ្លឺបញ្ជាក់ថា object ដែលជាក្បាលស្វាឈ្មោះថា Susan ហ្នឹងគឺជា active object គឺជា object ដែល select របស់យើងកំពុងតែស្ថិតនៅអាហ្នឹងរបៀបទី3ក្នុងការមើលវាជាយើងអាចមើលរបៀបទី1នេះក៏បានទី2នេះក៏បានឬក៏មួយទៀតយើងចូលមកកន្លែង property នេះទាំង property នេះហើយនៅកន្លែង option object នេះអញ្ចឹងនៅពេលណាដែល object ណាមួយជា active object វានឹងធ្វើការបង្ហាញឈ្មោះ Susan ណាហើយពេលយើងពិនិត្យមើលអានេះគឺជា parameter របស់វាគឺជាដូចជាទីតាំង location rotate ឬក៏ scale ហ្នឹងគឺវាប្រាប់អំពីលក្ខណៈរបស់ object ដែលស្ថិតនៅក្នុងផ្ទាំង CD viewport ហ្នឹងឥឡូវឧទាហរណ៍ខ្ញុំ click ទៅលើកាមេរ៉ាបន្តទៀតដល់ខ្ញុំចុចទៅលើ shift key ខ្ញុំ click ទៅលើកាមេរ៉ាជាយើងមើលពណ៌កាមេរ៉ានេះនៅក្នុងផ្ទាំងoutliner ពណ៌វាពណ៌ទឹកក្រូចប៉ុន្តែវាភ្លឺរីឯ object ផ្សេងទៀតនេះដែលយើងត្រូវបាន select ហ្នឹងគឺគួបហើយនឹងSusan ហ្នឹងគឺពណ៌ទឹកក្រូចដែរប៉ុន្តែវាចាស់អញ្ចឹងបញ្ជាក់ថា active object គឺជាកាមេរ៉ាហើយយើងមើលនៅកន្លែងនេះគឺវាដាក់កាមេរ៉ាដែរហើយនៅក្នុងផ្ទាំង viewport ក៏វាធ្វើការបង្ហាញទៅលើពណ៌នៃកាមេរ៉ាហ្នឹងគឺពណ៌ទឹកក្រូចភ្លឺអញ្ចឹងបញ្ជាក់ថាកាមេរ៉ាគឺជា active object អូខេមួយទៀតបើសិនបើយើងចង់ដូរវាយើងដូរវាមកអានេះវិញអញ្ចឹងដៃរបស់យើងនៅទៅចុច shift key ដដែលហើយយើង click វាមួយទៀតមកអូខេអញ្ចឹងយើងដូរពីកាមេរ៉ាមក Susan ដែលជាក្បាលស្វាហ្នឹងគឺជា active object នេះយើងពិនិត្យមើលពណ៌វាផ្លាស់ប្ដូរដែរហើយសម្រាប់ទាំង property នេះគឺវាដូរមក Susan ឥឡូវខ្ញុំចង់ដូរវាមកគួបវិញជាងដៃរបស់យើងនៅទៅចុច shift key ដដែលបន្តមកទៀតយើងយកមក click ទៅលើគួបមកអញ្ចឹងគួបដូរជា active object អូខេបើយើង click ម្ដងទៀតដល់យើងចុចទៅលើ shift key ហ្នឹង click ម្ដងទៀតគឺវាដោះ select តែម្ដងអូខេអញ្ចឹងសម្រាប់មេរៀននេះគឺយើងបានរៀនអំពីរបៀបនៃការ select object ហើយយើងក៏បានធ្វើការស្វែងយល់អំពី active object នៅក្នុងកម្មវិធី Blender សូមអរគុណសូមជម្រាបលា